បាទហើយជំរាបសួរទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញដល់អ្នកគ្នាពីរបៀបដាក់ក្នុងការ create តាក់ទងជាមួយនឹងឬក៏ add តាក់ទងជាមួយនឹង Node នៅខាងក្នុង Microsoft Project ដូចនេះអញ្ចឹងនៅនេះខ្ញុំ Control X ដើម្បី cut version ហើយបន្តមកទៀតខ្ញុំ pop វាមកវិញខ្ញុំ delete វាចេញសិនខ្ញុំចុច key delete អញ្ចឹងអ្នកទាំងអស់នេះអាច add វាបានគឺនៅកន្លែង visualization ឬក៏នៅខាងផ្នែក format បានណាអ្នកទាំងអស់នេះអាចចូលខាងក្នុង game chat format ហើយបន្តមកទៀតអ្នកទាំងអស់នេះឃើញពាក្យ drawing នៅខាងកន្ទុយនេះបន្តមកទៀតអ្នកទាំងអស់នេះ select តាក់ទងជាមួយនឹង text box អញ្ចឹងអ្នកទាំងអស់នេះអាចសេរីឲ្យសមល្មមទៅតាម text ដែលយើងត្រូវការទៅហើយបន្តមកទៀតខ្ញុំ control V វិញព្រោះសារមិញខ្ញុំបាន cut ហើយឥឡូវខ្ញុំ pass ត្រឡប់មកវិញអញ្ចឹងនៅនេះគឺយើងចេញក្នុងទម្រង់បែបហ្នឹងអញ្ចឹងអ្នកទាំងអស់នេះអាចយើងសេរីចុះសេរីឡើងបានដោយប្រើការទាញបែបនេះហើយបើសិនករណីអ្នកទាំងអស់នេះចង់ធ្វើការផ្លាស់ប្ដូរ background បើសិនករណីវាពិបាកក្នុងការមើលណាគឺអ្នកទាំងអស់នេះអាច select move cursor របស់យើងក្នុងទម្រង់បែបនេះ right click ហើយបន្តមកទៀតយើងចូល property ចូល property មកវានឹងចេញផ្ទាំង window មួយទៀតចេញផ្ទាំង window មួយនេះគឺអ្នកទាំងអស់នេះអាចធ្វើការ select តាក់ទងជាមួយនឹង line and fill អញ្ចឹងនៅទីនេះគឺអ្នកទាំងអស់នេះអាច select តាក់ទងមួយ fill ហ្នឹងណាបើន័យថាតាក់ទងជាមួយនឹងផ្នែក background អញ្ចឹងអ្នកទាំងអស់នេះអាច select ទៅលើ color ណាមួយដែលអ្នកទាំងអស់នេះគិតថាសមស្របជាមួយនឹងការប្រើប្រាស់របស់យើងអញ្ចឹងអ្នកទាំងអស់នេះអាច select ខ្ញុំ select យកពណ៌បៃតងដូចនេះហើយបន្តមកទៀតខ្ញុំ click OK អញ្ចឹងអ្នកទាំងអស់នេះឃើញតាក់ទងជាមួយនឹងព័ត៌មានដែលយើង add នៅលើtask activity ណាមួយឧទាហរណ៍ដូចតាក់ទងជាមួយនឹងការងារនៃផ្នែក task activity ផ្នែកខាងឆ្វេងនេះខ្ញុំចង់ note តាក់ទងជាមួយនឹងការងារមួយហ្នឹងខ្ញុំ move វាមកទីតាំងហ្នឹងឬក៏អ្នកនរឯងមិនចំទីតាំងហ្នឹងទេអ្នកនរឯងអាចធ្វើការ select ឲ្យ move ចុះ move ឡើងបានណាក្នុងទម្រង់បែបហ្នឹងហើយបន្លែងវាមកគឺវាស្ថិតនៅក្នុងទីតាំងដែលយើងចង់ដាក់ដល់ពេលដែលយើង move វាឡើងគឺវានៅ fix ទីតាំងនឹងម្ដងក្នុងហ្មងបែបហ្នឹងណាសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងអរគុណច្រើនអ្នកនរគ្នាសួស្ដី